បាទបងប្អូនយើងដំណើរឆ្ពោះទៅស្រះទឹកកន្លែងនេះយើងព្រះគុណលោកឪព្រះអង្គសាងសង់យកដីមកជីកយកអាចដីនេះមកសាងសង់ទីអារាមអាស្រមនេះហើយនៅកន្លែងនេះដែរទឹកនេះគឺជ្រៅបងប្អូនប្រើសម្រាប់បងប្អូននៅជុំវិញនេះតែគាត់ខ្វះខាតទឹកប្រើប្រាស់ទឹកនៅតាមផ្ទះរបស់គាត់ហ្នឹងលំនៅឋានរបស់គាត់ហ្នឹងហើយយើងនៅអាស្រមនេះក៏ប្រើទឹកហ្នឹងដែរហើយសម្រាប់ការលេងសត្វបាទរំដោះកម្មពីវរាលេងត្រីលេងក្តាមលេងសត្វផ្សេងដែលបងប្អូនមានបំណងចង់ផ្ដាច់កម្មពីវរាខ្លះបាទដែលយើងបានសាងនោះឲ្យយើងទិញសត្វត្រីសត្វក្តាមសត្វអ្វីផ្សេងយកមកប្រឡែងក្នុងនេះទៅវាគង់វង្សនៅទីហ្នឹងតែម្ដងបងប្អូនហើយបើសិនជាវាទៅណាជាដំណើរជីវិតរបស់វាទៅតាមហ្នឹងទៅហើយយើងរំដោះកម្មពីវរាខ្លះដែលយើងបានសាងបាទនេះជាទិដ្ឋភាពដ៏ស្រស់ស្អាតនៅអមស្រះទឹកនេះបាទគ្រាន់តែនិយាយក៏ព្រឺសម្បល់ដែរបងប្អូនជ្រះថ្លាណាស់បាទសប្បាយរីករាយក្នុងការសាងសន្សំបុណ្យកុសលដើម្បីឲ្យខ្លួនឯងនិងជាពិសេសខ្លួនឯងតែម្ដងបាទខ្លួនឯងបានសេចក្តីសុខសេចក្តីសប្បាយរីករាយណាតទៅព្រោះកើតជាតិនេះក្តីជាតិណាក្តីឲ្យបានសេចក្តីសុខជានិច្ចរហូតជានិរន្តរ៍យើងដើម្បីឲ្យសត្វទាំងឡាយនោះទៅទីដ៏សុខសាន្តរបស់គេទៅហើយខ្ញុំធ្លាប់ប្រឡែងក្តាមធ្លាប់ប្រឡែងត្រីនៅទីនេះដែរហើយមានលោកគ្រូក៏គាត់មានប្រឡែងជាសត្វអណ្ដើកមានប្រឡែងជាសត្វត្រីសត្វក្តាមដូចគ្នាគាត់នាំបងប្អូនដែលមាននិស្ស័យមកទីនេះធ្វើការប្រឡែងដូចគ្នាបាទដើម្បីរំដោះកម្មពីវរាដែលយើងបានសាងឲ្យរួចខ្លះបាទមិនរួចអស់ក៏រួចខ្លះដែរបងប្អូនបាទនៅទីនេះអត់មានដាំអីច្រើនទេដោយសារតែទឹកយើងប្រើប្រាស់បាទសាធុសូមអនុមោទនា